បងប្អូនវីដេអូនេះយើងនិយាយអំពីរឿងផ្សារស្ងាត់មែនទែនមួយរយៈចុងក្រោយនេះខ្ញុំឃើញមានបងមួយចំនួនគាត់បានផុសវីដេអូនៅលើបណ្ដាញសង្គមតាក់ទងជាមួយនឹងផ្សារស្ងាត់ហើយនៅក្នុងហ្នឹងក៏មានបងប្អូនយើងបញ្ចេញមតិយោបល់ច្រើនមែនទែនថាឥឡូវនេះផ្សារស្ងាត់ណាស់មិនសូវមានអ្នកដើរហើយបើសិនជាស្ងាត់បែបហ្នឹងឲ្យលក់យ៉ាងណាហើយទៅរកចំណូលពីណាដើម្បីមកទប់អាស្ថានភាពនឹងបានមែនទែនអាជីវករមួយចំនួនក៏គាត់មានផលលំបាកដែរនៅពេលដែលផ្សារអត់មានមនុស្សដើរហើយអាជីវករមួយចំនួនក៏គាត់ពិបាកនឹងទប់ទល់ដែរនៅពេលដែលផ្សារមួយចំនួនគឺអត់មានមនុស្សទៅប៉ុន្តែនៅពេលដែលយើងនិយាយពីរឿងផ្សារស្ងាត់នេះយើងលេចចេញនៅរឿងពីរដែលខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូនទាំងអស់គ្នាកត្តាផ្សារស្ងាត់ទី1គឺកើតចេញពីអរិយាប័ត្រនៃការទិញគឺផ្លាស់ប្ដូរមែនទែនខ្ញុំជឿថាសម័យនេះមនុស្សរវល់ច្រើនហើយមនុស្សក៏មិនសូវមានពេលថាដើរផ្សារអីឲ្យវាពេញលេញដូចមុនដែរហើយយើងទទួលស្គាល់ទាំងអស់គ្នាថាអរិយាប័ត្រឬរបៀបនៅក្នុងការទិញវាផ្លាស់ប្ដូរច្រើនមែនទែននៅក្នុងអាការងាររស់នៅរបស់យើងហ្នឹងខ្ញុំជឿថាបងប្អូនមួយចំនួនក៏ប្រហែលជាមួយខែពីរខែមិនទាន់ដើរផ្សារម្ដងហ្នឹងមែនទែនអ្នកខ្លះទិញតាមអនឡាញអីចឹងទៅណាកត្តាទី2គឺបបពិសោធន៍នៅក្នុងការទិញហ្នឹងភាគច្រើនគឺមានរឿងរកម្មរកូសមួយចំនួននៅពេលដែលគាត់ទៅផ្សារឬក៏ទៅតំបន់មួយហ្នឹងអានេះខ្ញុំសូមនិយាយបន្តិចដើម្បីជាសារសម្រាប់បងប្អូនទាំងអស់គ្នានៅពេលដែលយើងនិយាយរឿងថាបបពិសោធន៍នៅក្នុងការទិញហ្នឹងពេលខ្លះវាជោគជាំមែនតើសម្ដីមិនសូវល្អការទំនាក់ទំនងមិនសូវល្អប្រសើរពេលខ្លះរបៀបនៅក្នុងការនិយាយរបស់អ្នកលក់នៅក្នុងតំបន់ឬក៏នៅក្នុងផ្សារហ្នឹងវាកើតជាបបពិសោធន៍មួយដែលធ្វើឲ្យអតិថិជនហ្នឹងគាត់ខ្លាចល្អាកន្លែងហ្នឹងហ្មងហើយគាត់អត់ចង់ដើរទេហើយយើងទទួលស្គាល់រឿងមួយធម្មតាទេទំនាក់ទំនងរវាងមនុស្សហើយមនុស្សកាលណាតល់គ្នាឬក៏និយាយមួយតល់មួយវាស៊ីជម្រៅមែនតើហើយវាប៉ះទង្គិចក៏ខ្លាំងដែរអញ្ចឹងធម្មតាអ្នកដើរផ្សារពេលខ្លះសួរមិនឆ្លើយវាទៅជាកើតខឹងពេលខ្លះហៅគេមិនទិញវាកើតខឹងពេលខ្លះតឲ្យមិនទិញក៏វាកើតជារឿងខឹងពេលខ្លះវាធ្វើឲ្យបបពិសោធន៍នៅក្នុងការទិញហ្នឹងវាមិនជាល្អប្រមាណទេនៅពេលដែលយើងដើរផ្សារអញ្ចឹងហើយរឿងទាំងអស់ហ្នឹងក៏វារៀលដាលទៅជាបបពិសោធន៍អ្នកទិញមួយចំនួនគាត់គិតថាផ្សារហ្នឹងអត់ល្អផ្សារហ្នឹងសម្ដីអាក្រក់អ្នកលក់នៅផ្សារហ្នឹងរឹកធំអីចឹងទៅអញ្ចឹងវាក៏ជាកត្តារួមផ្សំមួយដែលធ្វើឲ្យផ្សារឬក៏កន្លែងយើងហ្នឹងស្ងាត់អញ្ចឹងទៅអានេះជារឿងពីរដែលយើងមើលឃើញថាជារូបភាពធំដែលធ្វើឲ្យផ្សារមួយចំនួនវាស្ងាត់អញ្ចឹងខ្ញុំសូមជូនជាគំនិតមួយចំនួនដែលខ្ញុំគិតថាយើងអាចយកទៅគិតមើលទៅកែឡូវាអាចដោះស្រាយស្ថានភាពនឹងបានព្រោះផ្សារស្ងាត់ពេលខ្លះវាមកពីកត្តាដែលយើងនៅក្នុងនឹងយើងអត់បានធ្វើសកម្មភាពឬក៏របៀបទំនាក់ទំនងរបស់យើងវាអត់តន់ត្រូវអីចឹងទៅយើងក៏ឆែកមើលខ្លួនឯងឡើងវិញដែរប៉ុន្តែបញ្ជាក់ថាវីដេអូនេះមិនមែនបដៅបងប្អូនទាំងអស់គ្នាទេណាប៉ុន្តែខ្ញុំចង់ជូនជាគំនិតខ្លះជូនជាយោបល់ខ្លះដើម្បីយើងរួមគ្នាបទូបថយស្ថានភាពហ្នឹងក៏លោវាអាចល្អប្រសើរជាងនឹងបន្ថែមទៀតអញ្ចឹងមុននឹងទៅដំណោះស្រាយយើងសូមជួបមួយម្ចាស់ឧបត្ថម្ភកម្មវិធីបន្តិចពីហាងទូរស័ព្ទដៃគ្នាយើងដែលគាត់គ្រប់គ្រងជាមួយនឹង content ដែលពួកយើងបានធ្វើនាពេលកន្លងមកខ្ញុំសូមណែនាំហាងលក់ទូរស័ព្ទដៃគ្នាយើង VIP នៅលើផ្លូវកម្ពុជាក្រោមដែលមានលក់ទូរស័ព្ទដៃទាំងមួយទឹកនិងថ្មីគ្រប់ទំនិញមិនថា iPhone, iPad, MacBook និង accessory គ្រប់ប្រភេទជាផលិតផលសុទ្ធរបស់ក្រុមហ៊ុន Apple និងមានការធានារយៈពេល1ឆ្នាំពេញដំបូងគេនៅក្នុងរឿងទី1គឺអរិយាប័ត្រនៃការទិញផ្លាស់ប្ដូរខ្លាំងមែនទេយើងត្រូវទទួលស្គាល់ទាំងអស់គ្នាថាបច្ចុប្បន្ននេះមនុស្សមិនអ៊ូអរនៅតាមផ្សារច្រើនដូចមុនទេអាហ្នឹងជារឿងមួយដែលយើងត្រូវទទួលស្គាល់អញ្ចឹងយើងត្រូវដឹងថានេះគឺជាឆ្នាំ2025ហើយជាឆ្នាំដែលមនុស្សចំណាយពេលវេលាច្រើនមែនទែនទៅលើបណ្ដាញសង្គមខ្ញុំហ៊ាននិយាយថាមនុស្សរវល់ណាស់នាពេលបច្ចុប្បន្ននេះមនុស្សសឹងតែគ្មានពេលដកឃ្លាទៅដើរផ្សារ1ម៉ោង2ម៉ោង3ម៉ោងឬក៏មួយថ្ងៃអីហ្នឹងអត់សូវមានទេពេលខ្លះមនុស្សរវល់រកលុយយើងដឹងសេដ្ឋកិច្ចយើងឥឡូវគឺមនុស្សរវល់ច្រើនណាស់អញ្ចឹងម្នាក់មានសម្ពាធរៀងខ្លួនហើយគាត់ខំប្រឹងអញ្ចឹងមនុស្សចំណាយពេលវេលាជាមួយនឹងការងារផ្ទាល់ខ្លួនផងហើយមកចំណែកនេះគាត់ចំណាយពេលវេលាលើបណ្ដាញសង្គមច្រើនមែនតើតាមខ្ញុំស្រាវជ្រាវមើលគឺអ្នកប្រើបណ្ដាញសង្គមនៅស្រុកខ្មែរឥឡូវកើនឡើងរហូតដល់72%មានន័យថាក្នុងចំណោមមនុស្ស16លាននាក់ហ្នឹងមានមនុស្ស72%ទៅហើយដែលចេះប្រើប្រាស់បណ្ដាញសង្គម
នៅក្នុងហ្នឹងមានបណ្ដាញសង្គមដែលសកម្មលេងរាល់ថ្ងៃណាមានរហូតដល់ 12.9 លានsocial media ដែលកំពុងតែប្រើហើយមានអ្នកប្រើប្រាស់បណ្ដាញសង្គមនៅស្រុកខ្មែរឆ្នាំ2025ហ្នឹងណាកើនឡើងរហូតដល់ 10% មានន័យថាពីឆ្នាំ24មកឆ្នាំ25នេះមានអ្នកប្រើប្រាស់បណ្ដាញសង្គមកើនឡើងរហូតដល់ 1.2 លាននាក់អញ្ចឹងយើងឃើញទិន្នន័យច្រើនមែនតើនៅក្នុងហ្នឹងអ្នកប្រើប្រាស់ Facebook មានរហូតដល់ 12.9 លាននាក់ហើយក្នុងហ្នឹងមាន TikTok រហូតដល់ 10.7 លាននាក់អញ្ចឹងមានន័យថាបណ្ដាញសង្គមហើយមានចំនួនបណ្ដាញសង្គមផ្សេងទៀតច្រើនមែនតើនៅក្នុងហ្នឹងដែលខ្ញុំគិតថាបណ្ដាញសង្គមពីរដែលសំខាន់គឺ Facebook ហើយនិង TikTok អញ្ចឹងរឿងធំដែលយើងត្រូវមើលថាពេលខ្លះមនុស្សអត់ចំណាយពេលវេលាទៅក្នុងផ្សារទេប៉ុន្តែយើងឃើញថាចំនួនអ្នកដែលប្រើប្រាស់បណ្ដាញសង្គមគឺកើនឡើងច្រើនមែនតើ question ត្រឡប់មកវិញថាតើយើងគួរ reflect មកលើខ្លួនឯងបែបណាតើយើងបានបង្កើតនៅអ្វីថ្មីដើម្បីតាក់ទាញភ្ញៀវទាំងអស់ហ្នឹងម្ល៉េះអញ្ចឹងរឿងធំដែលខ្ញុំគិតថាយើងគួរតែផ្ដោតសំខាន់ហ្នឹងគឺស្វែងរកផ្លូវលើបណ្ដាញសង្គមដើម្បីឲ្យគេស្គាល់កន្លែងយើងជាបន្ទាន់មែនទេខ្ញុំជឿថាផ្សារបើគាត់មានយុទ្ធនាការអីផ្សេងទាញមនុស្សអាហ្នឹងជារឿងដែលយើងសាទរប៉ុន្តែបើសិនជាផ្សារមិនមានយុទ្ធនាការទាញមនុស្សខ្ញុំគិតថាពេលវេលានេះយើងក៏ត្រូវតែបត់ដែរយើងក៏ត្រូវតែបញ្ចេញសកម្មភាពណាមួយដើម្បីទាញភ្ញៀវឲ្យស្គាល់យើងដែរអញ្ចឹងខ្ញុំគិតថាការឡើងបណ្ដាញសង្គមគឺជាមធ្យោបាយល្អបំផុតដែលយើងគួរតែនាំគ្នាគិតពិចារណាអញ្ចឹងសំណួរសួរថាតើចាប់ផ្ដើមបែបម៉េចឯធ្វើបែបម៉េចខ្ញុំគិតថាមានបងច្រើនមានបងប្អូនច្រើនដែលគាត់ចែកម្លែកពីរបៀបនៅក្នុងការចាប់ផ្ដើមធ្វើ content របៀបនៅក្នុងការចាប់ផ្ដើមប្រម៉ូទខ្លួនឯងលើបណ្ដាញសង្គមហើយអានឹងជាពេលវេលាមួយដែលយើងចាប់ផ្ដើមអញ្ចឹងកុំខ្លាចនៅក្នុងការចាប់ផ្ដើមរៀនធ្វើកុំឲ្យតែបំពុលសង្គមធ្វើអីធ្វើទៅឲ្យតែមានអ្នកមើលឲ្យតែចំនួនអ្នកមើលនឹងកើនឡើងអានឹងជាក្តីសង្ឃឹមរបស់យើងមួយអញ្ចឹងនេះជាពេលវេលាមួយដែលខ្ញុំគិតថាយើងគួរតែចាប់ផ្ដើមស្វែងរកផ្លូវថ្មីផ្សារគ្រាន់តែជាផ្លូវមួយទេប៉ុន្តែពេលខ្លះផ្លូវហ្នឹងវាអាចនឹងចង្អៀតវាអាចនឹងតល់វាអាចនឹងស្ងាត់ឡើងមានអ្នកដើរអញ្ចឹងយើងត្រូវតែបង្កើតផ្លូវថ្មីឲ្យខ្លួនឯងដែរតាមរយៈការចាប់ផ្ដើមឡើងលើបណ្ដាញសង្គមតាមអ្វីដែលយើងអាចធ្វើបានបងប្អូនត្រូវដឹងថាការចាប់ផ្ដើមពេលខ្លះវាពិបាកភ្នែកមែនតើចេញដំបូងអត់សូវមានអ្នកមើលចេញដំបូងមិនសូវមានអ្នកគាំទ្រចេញដំបូងមិនដឹងថាចាប់ពីណាទៅមុនប៉ុន្តែខ្ញុំជឿថាបើសិនជាយើងចាប់ផ្ដើមកាលពី2ឆ្នាំមុនឬក៏យើងចាប់ផ្ដើមកាលពី3ឆ្នាំមុនណាពេលខ្លះជោគជតារាសីរបស់យើងមកដល់ថ្ងៃនេះអាចនឹងល្អប្រសើរឬក៏យើងចេះច្រើនជាងមុនក៏ថាបានដែរអញ្ចឹងខ្ញុំលើកទឹកចិត្តទៅលើការចាប់ផ្ដើមខ្ញុំលើកទឹកចិត្តទៅលើការផ្សព្វផ្សាយខ្លួនឯងនៅលើបណ្ដាញសង្គមគឺជាមធ្យោបាយល្អបំផុតដែលយើងបង្កើតទីធ្លាថ្មីមួយសម្រាប់លក់បង្កើតកន្លែងថ្មីមួយដែលធ្វើឲ្យគេស្គាល់យើងបានច្រើនជាងមុនពេលខ្លះយើងដើរបុកអញ្ចាំងហើយយើងត្រូវរកផ្លូវបត់ដែរហើយខ្ញុំឃើញបងប្អូនយើងច្រើនណាស់ដែលគាត់បត់នៅក្នុងបណ្ដាញសង្គមបានល្អមែនទេអ្នកខ្លះគាត់លក់អវ៉ាន់នៅតាមផ្សារអ្នកខ្លះគាត់បោះដុំនៅតាមផ្សារគាត់ធ្វើឲ្យខ្លួនឯងល្បីគាត់ធ្វើឲ្យខ្លួនឯងមានគេស្គាល់យូរទៅគាត់អាចលក់បានយូរទៅគេទៅរកគាត់នៅផ្សារមិនមែនគេទៅផ្សារដើម្បីទិញទេគឺគេទៅផ្សារដើម្បីរកគាត់នឹងឯងអញ្ចឹងនេះគឺជារូបភាពមួយដែលខ្ញុំគិតថាវិធីសាស្ត្រនៅក្នុងការទិញវាបានផ្លាស់ប្ដូរទៅហើយវាបានថមថយទៅហើយប៉ុន្តែជាក់ស្ដែងបើសិនជាយើងអត់បត់ទេខ្ញុំគិតថាអានឹងវាអាចជះឥទ្ធិពលទៅដល់ការលក់របស់យើងខ្ញុំទទួលស្គាល់ថាផ្សារវាស្ងាត់ប៉ុន្តែយើងត្រូវចេះបំលែងអ្វីដែលយើងមានត្រូវចេះផ្សព្វផ្សាយអ្វីដែលយើងមានហ្នឹងឲ្យល្អប្រសើរជាងនឹងតិចបញ្ជាក់វីដេអូនេះខ្ញុំមិនមែនបដៅបងប្អូនទេណាប៉ុន្តែខ្ញុំចង់រួមចំណែកនៅក្នុងការដាស់អារម្មណ៍បងប្អូនបន្តិចថាពេលខ្លះទីផ្សារកន្លែងដែលយើងកំពុងលក់ហ្នឹងវាអាចផ្លាស់ប្ដូរហើយអញ្ចឹងយើងត្រូវតែរកអីដើម្បីជាចរន្តថ្មីនៅក្នុងការជួយការងារលក់ខ្ញុំឃើញអ៊ំមួយចំនួនគាត់បន្ទោសកូនគាត់បន្ទោសក្មួយគាត់ថាមកពីអូនឯងឬក៏មកពីកូនឯងអត់ចេះលក់ឯកាលជំនាន់ប៉ាតែអង្គុយឬក៏ជំនាន់អ៊ំតែអង្គុយតែម្ដុំអញ្ចឹងភ្ញៀវមកអីអញ្ចឹងទៅណាគាត់លក់ជាងពេលខ្លះគាត់ទៅបន្ទោសកូនបន្ទោសចៅអីអញ្ចឹងទៅប៉ុន្តែមិនមែនទេយើងអាចដឹងថាពេលខ្លះមនុស្សជំនាន់មុនវាអាចខុសពីជំនាន់ហ្នឹងមនុស្សដែលអត់មានបណ្ដាញសង្គមប្រើពេលខ្លះគាត់យកផ្សារជាកន្លែងដើម្បីទៅទិញប៉ុន្តែនៅពេលដែលមនុស្សចាប់ផ្ដើមមានបណ្ដាញសង្គមប្រើពេលខ្លះ
គាត់មានវិធីសាស្ត្រនៅក្នុងការទិញរបស់គាត់ទិញតាម Facebook ទិញតាម TikTok ស្គាល់តាម Facebook ស្គាល់តាម TikTok ហើយបានគាត់មកទិញក៏មានដែរអញ្ចឹងនេះគឺជារឿងមួយដែលយើងគិតពិចារណាទាំងអស់គ្នារឿងទី2ខ្ញុំគិតថាគួរតែផ្លាស់ប្ដូរបទពិសោធន៍នៅក្នុងការទិញបន្តិចក៏ល្អដែរហើយមែនទែនយើងចាប់ផ្ដើមទៅការរៀបចំ page ខ្លួនឯងឲ្យល្អប្រសើរការរៀបចំអ្នកទទួលភ្ញៀវឲ្យល្អប្រសើរការរកដៃគូដឹកជញ្ជូនឲ្យល្អប្រសើរពេលខ្លះក៏យើងជួយនៅក្នុងការលក់របស់យើងបានមកកម្រិតដែរអ្នកខ្លះគាត់អត់មានពេលទៅទិញយើងផ្ទាល់ទេប៉ុន្តែនៅពេលដែលគាត់ទិញអវ៉ាន់តាមរយៈFacebook យើងលក់មួយគាត់ស្រួលយើងមានមីនុយឲ្យគាត់មើលយើងមានកដាស់ឲ្យគាត់មើលយើងមានពុំគំរូឲ្យគាត់មើលពេលខ្លះគាត់មានអារម្មណ៍ថាស្រួលជាងងាយជាងទៅផ្សារគាត់ប្រកាសជារើសជំរើសនឹងទិញឯងអញ្ចឹងខ្ញុំគិតថាអ្វីដែលយើងគួរធ្វើបន្ទាប់ទៀតហ្នឹងគឺនៅពេលដែលយើងផ្សព្វផ្សាយខ្លួនឯងហើយនៅពេលដែលយើងធ្វើខ្លួនឯងឲ្យមានអ្នកស្គាល់ហើយរឿងសំខាន់ណាស់គឺរបៀបនៅក្នុងការលក់របស់យើងគឺធ្វើម៉េចឲ្យវា smooth ល្អប្រសើរជាងមុនអញ្ចឹងបង្កើនទំនុកចិត្តឲ្យភ្ញៀវការរៀបចំ page ខ្លួនឯងឲ្យល្អការរៀបចំ account TikTok របស់ខ្លួនឯងឲ្យល្អប្រសើរការផ្ដល់ព័ត៌មានលម្អិតឲ្យភ្ញៀវការរើសមនុស្សដែលមានធនធានយកមកប្រើនៅក្នុងការទទួលភ្ញៀវនៅក្នុងការផ្ដល់ព័ត៌មានឲ្យភ្ញៀវតាមរយៈ page តាមរយៈ Telegram អីហ្នឹងសុទ្ធសឹងតែជាការបង្កើតនៅបទពិសោធន៍ទិញមួយយ៉ាងល្អសម្រាប់អតិថិជនរបស់យើងហើយរឿងធំមួយទៀតគឺការរើសដៃគូដឹកជញ្ជូនឲ្យបានត្រឹមត្រូវហ្នឹងឲ្យបានល្អប្រសើរហ្នឹងពេលខ្លះទៅអវ៉ាន់ដែលដល់ដៃគាត់គឺអវ៉ាន់ល្អអវ៉ាន់ដែលដល់ដៃគាត់គឺជាអវ៉ាន់ដែលដូចអ្វីដែលយើងលក់នៅលើបណ្ដាញសង្គមអញ្ចឹងសិតសឹងតែជាបទពិសោធន៍យើងកាត់បន្ថយអាបទពិសោធន៍អាក្រក់មួយចំនួនដែលធ្លាប់មានកន្លងមកណាអាហ្នឹងក៏វាជួយបានច្រើនដែរអញ្ចឹងពេលខ្លះខ្ញុំចង់ប្រាប់បងប្អូនទាំងអស់គ្នាថាវាមិនមែនសិតសឹងតែអតិថិជនទាំងអស់ទៅផ្សារទេណាបើទៅផ្សារយើងអាចលក់បានដែរប៉ុន្តែសម័យនេះយើងអាចបង្កើតនៅបទពិសោធន៍មួយចំនួនឲ្យគាត់ទទួលអារម្មណ៍ថាគាត់ងាយជាងមុនហើយវាទលំទលាយជាងមុនគាត់អាចទិញអវ៉ាន់តាម Facebook ដោយសុវត្ថិភាពគាត់អាចទិញអវ៉ាន់តាម TikTok Telegram ដោយសុវត្ថិភាពអញ្ចឹងពេលខ្លះក៏គាត់ណែនាំទៅអតិថិជនថ្មីជាបន្តទៀតអាហ្នឹងក៏ជាឱកាសរបស់យើងដែរអញ្ចឹងខ្ញុំគិតថារឿងពីរហ្នឹងសំខាន់ណាស់ទី1យើងត្រូវទទួលស្គាល់ការពិតថាពេលខ្លះទីផ្សារបានផ្លាស់ប្ដូរទៅហើយអញ្ចឹងយើងត្រូវផ្លាស់ប្ដូរដែរណានេះគឺជាចំនួន2025នេះគឺជាសម័យកាល2025ដែលយើងត្រូវតែផ្លាស់ប្ដូររបៀបលក់របស់យើងដែរបានយើងទៅទាន់សម័យកាលយើងទទួលស្គាល់ថាលក់បែបសម័យមុនវាអាចនៅបានប៉ុន្តែវាថមថយឥទ្ធិពលទៅហើយអញ្ចឹងត្រូវរើសរបៀបថ្មីនៅក្នុងការលក់ដែរទី2យើងដឹងថាពេលខ្លះមនុស្សមានបទពិសោធន៍មិនល្អទេនៅពេលដែលប៉ះទង្គិចសម្ដីគ្នាមួយអ្នកលក់នៅតាមផ្សារមួយចំនួននៅពេលដែលអ្នកលក់មួយចំនួនគាត់មិនផ្ដល់ទំនុកចិត្តឲ្យភ្ញៀវអញ្ចឹងយើងរៀបចំអាហ្នឹងទៀតធ្វើម៉េចឲ្យ page របស់យើងមើលទៅគួរឲ្យទុកចិត្តធ្វើម៉េចឲ្យការនិយាយរបស់យើងមើលទៅគួរឲ្យទុកចិត្តធ្វើម៉េចឲ្យអ្នកទទួលភ្ញៀវរបស់យើងមើលទៅគួរឲ្យទុកចិត្តណាមានការផ្ដល់សេវាកម្មព័ត៌មានពិតប្រាកដអតិថិជនរបស់យើងហើយចុងក្រោយតើមានដៃគូក្រុមហ៊ុនដឹកជញ្ជូនណាមួយដែលល្អប្រសើរសម្រាប់យើងដែលមើលទៅអតិថិជនយើងកាន់តែសប្បាយចិត្តច្រើនជាងមុនខ្ញុំគិតថាហ្នឹងជារឿងមួយដែលសំខាន់សម្រាប់យើងទាំងអស់គ្នាហើយយើងទទួលស្គាល់ការពិតទាំងអស់គ្នាមួយថាទីផ្សារផ្លាស់ប្ដូរហើយទីផ្សារផ្លាស់ប្ដូរវាអត់ដូចមុនទេហើយអញ្ចឹងបើសិនជាយើងមិនបត់យើងមិនរកវិធីសាស្ត្រថ្មីនៅក្នុងការធ្វើទេខ្ញុំគិតថាយើងពិបាកទៅថ្ងៃក្រោយហើយខ្ញុំគិតថាបងប្អូនមួយចំនួនគាត់បានផ្លាស់ប្ដូរហើយយើងអាចមើលគំរូបានបងប្អូនមួយចំនួនគាត់ផ្លាស់ប្ដូរហើយគាត់ចេះធ្វើ TikTok គាត់ចេះធ្វើវីដេអូហើយបើសិនជាអត់ចេះទៅរៀនហើយមិនមករៀនមួយខ្ញុំក៏បានដែរទៅរៀនមួយអ្នកណាក៏បានដែរឲ្យតែគាត់អាចបរៀនបងប្អូនទាំងអស់គ្នាពីរបៀបធ្វើវីដេអូរបៀបធ្វើ content របៀបថតអីផ្សេងយើងអាចទៅរៀនបានហើយលើ social media មានបរៀន free ក៏ច្រើនដែរហើយកម្មវិធី free ក៏មានច្រើនដែរអញ្ចឹងខ្ញុំគិតថាពេលវេលានេះយើងគួរតែគិតគូរពិចារណាបន្តិចជាជាងការនៅបន្ទោសខ្ញុំគិតថាបន្ទោសវាអាចភាគីណាមួយនឹងជួយយើងទេប៉ុន្តែបើសិនជាយើងមិនជួយខ្លួនឯងខ្ញុំគិតថាយើងនឹងពិបាកអញ្ចឹងនេះគឺជាការចូលរួមបន្តិចជាមួយនឹងបងប្អូនទាំងអស់គ្នាហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាលក់ដាច់កាន់តែច្រើនបន្តទៀតហើយមែនទែនបើសិនជាបងប្អូនទាំងអស់គ្នាដែលមានយោបល់តាក់ទងមួយប្រធានបទមួយនឹងអាចបញ្ចេញនៅខាងក្រោមនឹងបានប៉ុន្តែបញ្ជាក់ណាខ្ញុំ
ខ្ញុំអត់មានចេតនាណាមួយទៅវាយប្រហារអ្នកលក់នៅខាងណាមួយទេណាខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមើលឃើញអ្វីដែលជាទស្សនវិជ្ជារួមអ្វីដែលជារូបភាពរួមទាំងអស់គ្នាហើយចង់ឃើញបងប្អូនទាំងអស់គ្នារីកចម្រើនហើយបកកែនៅលើបណ្ដាញសង្គមច្រើនដល់ពេលមួយដែលយើងអត់អង្គុយចាំតែគេជួយរហូតទេពេលខ្លះយើងត្រូវប្រឹងដោយខ្លួនឯងយើងត្រូវផ្សព្វផ្សាយវាដោយខ្លួនឯងព្រោះរបស់របរនេះយើងអ្នកខ្លះក៏គេកាលពីប៉ាម៉ាក់មកអ្នកខ្លះក៏ខំប្រឹងបង្កើតវាដោយខ្លួនឯងហើយអញ្ចឹងពេលខ្លះយើងត្រូវប្រឹងផ្សព្វផ្សាយវាយើងមានរបស់ល្អយើងប្រឹងផ្សព្វផ្សាយវាបន្ថែមដើម្បីឲ្យអាជីវកម្មរបស់យើងនឹងវាទៅមុខហើយពេលខ្លះខ្ញុំចង់បញ្ជាក់បងប្អូនទាំងអស់គ្នាថាការបន្ទោសទៅលើរឿងអីមួយឬក៏ការលូលទាំទៅលើរឿងអីមួយពេលខ្លះវាមិនមែនជាមធ្យោបាយល្អនៅក្នុងការដោះស្រាយបញ្ហាហ្នឹងទេវាធ្វើឲ្យយើងឈឺក្បាលជាងមុនវាធ្វើឲ្យយើង stress ជាងមុនគិតអីឡើងចេញក៏មានដែរចាប់ពីពេលនេះទៅគឺមូដៃចុះធ្វើតែម្ដងខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងមានលទ្ធផលល្អប្រសើរនៅក្នុងការងារលក់របស់យើងមានចម្ងល់អីផ្សេងតាក់ទងប្រធានបទនេះបងប្អូនអាចឆាតចូល page ក៏បានហើយអាច join Telegram របស់ខ្ញុំនៅខាងក្រោមហ្នឹងក៏បានដែរហើយបើសិនបងប្អូនត្រូវការសភៅផ្កាយ5និងសភៅអាត់3ដែលនិយាយរឿងការលក់បងប្អូនអាច comment លេខទូរស័ព្ទឬក៏ comment ពាក្យថា OK នៅខាងក្រោមហ្នឹងក្រុមការងារនឹងទំនាក់ទំនងទៅកាន់បងប្អូនទាំងអស់គ្នាវិញភ្លាមសភៅមួយក្បាល$12ទិញ2ក្បាលបញ្ចុះតម្លៃជូនបងប្អូនទាំងអស់គ្នា$2ទៀតអញ្ចឹងសល់តែ$22ទេអញ្ចឹងបងប្អូនទាំងអស់គ្នាអាច comment កំងនៅខាងក្រោមក៏បានក្រុមការងារនឹងទំនាក់ទំនងទៅកាន់បងប្អូនទាំងអស់គ្នាអរគុណបងប្អូនទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយជាបន្តទៀត